បញ្ហាស្ពឹកដៃស្ពឹកជើងក្តៅក្រហាយបាតដៃបាតជើងរលាកសន្លាក់ឈឺចង្កេះឈឺចង្គង់ឈឺស្មារ៉ាំរ៉ៃពិបាកក្នុងការបត់បែនធ្វើចលនាកាំងសន្លាក់តឹងសរសៃក្តៅចាក់ពើតនៅតាមឆ្អឹងខ្នងតែបញ្ហាទាំងអស់នេះកើតឡើងជាញឹកញាប់ចំពោះពូមីងជាច្រើនហើយកំពុងតែស្វែងរកផលិតផលដើម្បីជួយដោះស្រាយទៅលើបញ្ហាសុខភាពចឹងថ្ងៃនេះផងដែរខ្ញុំសូមណែនាំទៅកាន់ពូមីងជាមួយនឹងឈុតសុខភាពវិហូបនេះគឺពូកែលេខ1តែម្ដងជួយរាល់បញ្ហាក្តៅចាក់កាហាយបាតដៃបាតជើងស្ពឹកដៃស្ពឹកជើងពិបាកធ្វើចលនាបត់បែនដោយសារតែបញ្ហាលើជាតិអាស៊ីតបញ្ហាលើជាតិស្ករបញ្ហាលើឈាមបញ្ហាទឹកនោមផ្អែមផ្សេងដែលធ្វើឲ្យបញ្ហារាងកាយយើងនេះចាប់ផ្ដើមប្រែប្រួលចាប់ផ្ដើមអាសះអសោះវិលមកឈឺក្បាលស្បាំងភ្នែកអញ្ចឹងបើសិនជាពូមីងកំពុងតែមានបញ្ហាទាំងអស់ហ្នឹងជាមួយនឹងឈុតសុខភាពវិហូបនេះគឺបកកែលេខ1តែម្ដងចង់ដឹងកាន់តែច្បាស់គឺតាមដានវីដេអូអតិថិជនដែលគាត់ប្រើប្រាស់ផ្ទាល់ហ្នឹងញោព្រោះខ្ញុំវាលើសជាតិឆ្កឡើងដល់500នោះពឹកមិនដឹងជើងហ្មងមកកណាត់ក៏ជើងហ្នឹងត្រឹមហ្នឹងលោកគ្រូអត់ដឹងជើងទេពឹកក្តាច់ក៏អត់ឈឺកាច់ផុសចឹងក៏អត់ឈឺដែរពេលយប់វាក្តៅភូលបាត់ជើងនឹងគ្រប់កន្លែងទាំងអស់ហើយវាក្តៅមកយប់អានេះមកយប់អានោះចាដេកផ្អៀងទៅឆ្ពឹកដៃឆ្ពឹកជើងធ្ងន់ថ្ងៃធ្ងន់ជើងកព្រួនជើងកព្រួនដៃហ្នឹងឆ្ពឹកទាំងអស់កាហាយទាំងអស់បាត់ពិតហ្មងខ្ញុំហូបថ្នាំពេទ្យអស់1កាណូអត់មានបាត់សោះជំរឿចង់ក្រោយដែលកូនខ្ញុំឲ្យនេះហូបឲ្យជាវីហូបនេះហូបទៅជាហើយដូចខ្ញុំខ្ញុំអស់ខំហើយឥឡូវខ្ញុំជាហើយនេះវីហូបនេះល្អណាស់ប្រើទៅបងប្អូនអើយលើសជាតិឆ្ក400ជាងចុកដៃចុកជើងឆ្ពឹកដៃឆ្ពឹកជើងឈឺចកេះឈឺឆ្អឹងខ្នងខ្ញុំគេងអត់លក់ឥឡូវខ្ញុំហូបវីហូបនេះឥឡូវបានជាដាច់ហើយជាដាច់ចាជាដាច់ហើយវីហូបជាមែនណាវីហូបជាមែនបាទបកែណាតាមនេះហើយបងមិនជាទេឲ្យគឺដូចខ្ញុំគឺស្លាក់អីដូចខ្ញុំហ្នឹងហើយបងមិនជាទេឲ្យគេម៉ាយខ្ញុំហើយកាន់កញ្ចប់ហ្នឹងមកដល់ខ្ញុំមកបាច់ទៅដល់មកគ្រូព្រោះខ្ញុំអ្នកប្រើអាកែលោករោគអីហ្នឹងខ្ញុំដឹងទេណាតែបើរឿងស្លាក់ខ្ញុំជឿមកស្លាក់ដៃអីហ្នឹងខ្ញុំជឿពុកម៉ែបងប្អូនណាដែលមានអាការៈដូចខ្ញុំទាំងដៃទាំងជើងបាទឈឺកាហាយក្តៅបាតដៃបាតជើងស្ពឹកបាតដៃនេះជីវប្រើចោលបាទខុសទេនេះបាទខ្ញុំអរគុណច្រើនខ្ញុំមិនអ្នកលក់ទេតែដល់ពេលប្រើទៅជាទៅចេះជួយសបផ្សាយប៉ុណ្្នឹងឯងបាទអរគុណច្រើនคนណាមកសុកប៉ាន់បងឲ្យនិយាយល្អទេបងអត់ទេនេះខ្ញុំនិយាយសំដែងមានស្បត់ថ្ងៃភ្លើងស្វាហ្នឹងនេះចេញពីចិត្តរបស់ខ្ញុំដែលខ្ញុំទុកចិត្តស្ទុះស្ទាមករកថ្នាំហ្នឹងព្រោះរឿងអីទៅភូតអីមកខ្លួនឯងឈឺនេះតែចង់ឲ្យគេផ្សាយថាខ្លួនឯងមិនឈឺព្រោះថាឈឺទេមិនបាទជាខ្លួនឯងទៅយើងចាំបាច់ទៅកុហកគេទៅបើជាខ្លួនឯងប្រើខ្លួនឯងបាទហ្នឹងហើយឥឡូវឧទាហរណ៍ថាខ្ញុំអញ្ចឹងឥឡូវថាគេសម្ភាសខ្ញុំអញ្ចឹងចាហើយបើមានឃើញរូបខ្ញុំស្គាល់ខ្ញុំអីថាបើថាឈឺដូចខ្ញុំយកទៅលេបមើលសាកមើល